សូមអនុមោទនាអ្នកមោតស្សៈភគវតោអរិហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភគវតោអរិហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភគវតោអរិហតោសម្មាសម្ពុទ្ធស្សៈអ្នកបានខោរតនតយសៈវន្ទាមិខ្ញុំប្រកាសណាម្ចាស់សូមលើកកំបងបងអញ្ជលីគោរពសំពះនមស្ការចំពោះព្រះជុំ3នៃគុណព្រះត្រៃរតន៍គឺមានគុណព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងដល់ខ្ពង់ខ្ពស់អំពីសំណាក់អង្គខ្ញុំប្រកាសណាអាត្មាភាពមួយចំណែកលើទីនោះក៏សូមធ្វើនៅសេចក្តីគោរពរាប់អានចំពោះលោកគ្រូធម្មយាចាគ្រប់ប្រាណលោកយាយលោកតាអ៊ីស្រាអែលខបតីសម័យដើមទៀនប្រធានដើមបុណ្យអស់លោកជាសាធុសពរស្រីប្រុសកុមារាកុមារីយុវជនយុវតីបងប្រុសបងស្រីសិស្សានុសិស្សអត្ថកោវតិសិទ្ធបញ្ញវន្តទាំងអស់ដែលមានវត្តមាននៅក្នុងមហារូបបុណ្យក៏ដូចជាលើតាមសម្លេងឃោសនាសាស្ត្រហៅថាសម្លេងមីក្រូនាវេលាគ្រាឱកាសនេះដោយសេចក្តីគោរពស្រឡាញ់រាប់អានអំពីសំណាក់អង្គខ្ញុំប្រកាសណាអាត្មាភាពរោគាចេវន្តរាយាចឧបានាចេឧបន្តវិពុទ្ធានៃអនុភាវេនៈដោយអនុភាពនៃកិរិយាតាំងបត់នមស្ការមានព្រះពុទ្ធរតនៈជាដើមប៉ុណ្ណេះនេះក៏សូមការពារបញ្ជាបងនៅឧបទ្រពឧបព័ន្ធតរាយទាំងឡាយទាំងពួងដែលកើតមាននៅក្នុងសន្តានចិត្តដំណើរជីវិតរបស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសក៏សូមឲ្យចង្រៃនិងឧបទ្រពជាដើមនោះចូលដល់នៅសេចក្តីវិនាសបាត់បង់ចាប់តាំងពីថ្ងៃនេះតរៀងទៅតាំងតនន្តរៈធម្មន្តិសេសាមិទីតីបន្តបន្ទាប់ពីការប្រពធ្វើបទនមស្ការអាយ៉ា3បទលោកគ្រូធម្មយាចាព្រមដោយពិរោះសង្ខេបបែបរៀងខ្លីនេះទៅក៏តម្រែតម្រូវតម្រង់មកដល់រូបអង្គខ្ញុំព្រះករុណាអាត្មាភាពព្រះភិក្ខុរៀមនរាគួងនៅក្នុងទីរាងវត្តសោក៏បានទូលនទីអំពីសំណាក់លោកគ្រូធម្មយាចាគ្រប់ប្រាណលោកយាយលោកតាអ៊ីស្រាអែលធបតីសម័យដើមទៀនប្រធានដើមបុណ្យអស់លោកជាសាធុសពរស្រីប្រុសទាំងអស់ក៏បានអរតនីនិមន្តអង្គខ្ញុំព្រះករុណាអាត្មាភាពព្រះភិក្ខុរៀមនរាដើម្បីចូលខ្លួនខ្លាខ្លែងសម្ដែងនៅព្រះធម៌ទេសនាចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសដើម្បីជាទីសន្តាប់ដើម្បីទទួលយកនៅកុសលផល្លាអានិសង្សតាមនិស័យជ្រះថ្លារៀងខ្លួននាវេលាគ្រាឱកាសនេះកម្មវិធីបុណ្យបានប្រពធ្វើនៅក្នុងភូមិត្រពាំងពូនឃុំធ្មាស្រុករំដួលខេត្តស្វាយរៀងកម្មវិធីបុណ្យបានប្រពធ្វើត្រូវនៅថ្ងៃទី1ខែ7ឆ្នាំ2026ត្រូវនៅព្រះពុទ្ធសករាជ2570កម្មវិធីបុណ្យនេះទៀតសោតមានឈ្មោះថាកម្មវិធីបុណ្យជាបណកិច្ចរបស់ញោមស្រីឧបាសិកាព្រំនាងដែលលោកបានធ្វើការមរណៈទៅកាន់ប្រាក់លោកខាងមុខថ្មីនេះនៅក្នុងជន្មាយុ85ឆ្នាំអញ្ចឹងតែនោះនៅក្នុងថ្ងៃនេះកូនប្រុសកូនស្រីកូនប្រសាកូនបង្កើតចៅប្រុសចៅស្រីចៅប្រសាចៅបង្កើតញាតិមិត្តសាច់សាលហិតចិត្តឆ្ងាយទាំងអស់គឺលោកមានសេចក្តីទុក្ខក្រៀមក្រំជាពុនពេកដោយសារតែបាត់បង់អ្នកម្ដាយជាទីស្រឡាញ់បាត់បង់លោកយាយជាទីស្រឡាញ់បាត់បង់បងបាត់បង់ញាតិបាត់បង់មិត្តជាទីស្រឡាញ់របស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសហើយការបាត់បង់នៅក្នុងថ្ងៃនេះទៀតក្រោយគឺមិនមែនបាត់បង់គ្នាដូចញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសនៅមានជីវិតលាគ្នាទៅបំពេញកិច្ចការងារតាមបណ្ដាខេត្តឬមួយតែរាជធានីរយៈពេល1អាទិត្យ2អាទិត្យ1ខែ2ខែ1ឆ្នាំ2ឆ្នាំហើយអាចវិលត្រឡប់មកនិយាយស្ដីផ្ដើមអនុស្សាវរីយ៍ហូបបាយហូបទឹកជាមួយគ្នាបន្តទៀតបាននោះទេការបាត់បង់នៅក្នុងថ្ងៃនេះគឺបាត់បង់ដោយនិរណភាពហើយថាសេចក្តីស្លាប់លទ្ធផលចុងក្រោយនោះគឺបន្សល់ទុកត្រឹមតែឆ្អឹងមួយធាតុឬមួយតែឆ្អឹងមួយចានតែប៉ុណ្ណោះសម្រាប់កូនប្រុសសម្រាប់កូនស្រីញាតិប្រុសស្រីចៅប្រុសស្រីគោរពបូជាធ្វើបុណ្យធ្វើទានទៅតាមប្រពៃណីទំនៀមទម្លាប់នៃការជឿជាក់រៀងខ្លួនតែប៉ុណ្ណោះបើនិយាយអំពីសេចក្តីស្លាប់នេះនៅក្នុងព្រះពុទ្ធសាសនាលោកតែងតែសម្ដែងឲ្យថាកាលណាតែមានអ្នកស្លាប់គឺត្រូវតែបំពេញកាតព្វកិច្ចជាកូនល្អជាញាតិល្អជា
ចៅល្អត្រូវធ្វើបុណ្យជូនអ្នកស្លាប់តាមបែបបទនៃជាបណិកិច្ចជាបណិកិច្ចនេះមិនចាំបាច់អាត្មាភាពជម្រាបជូនញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសច្រើនក៏បានដែរដោយសារតែលោកគ្រូធម្មយាចាគ្រប់ប្រាណលោកបានដឹកនាំរៀបចំបង្ហាត់បង្ហាញញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសនៃកម្មវិធីបុណ្យជាបណិកិច្ចនេះហើយជាបណិកិច្ចនេះជាភាសាបាលីបើសិនជាយើងប្រើសេចក្តីជាភាសាខេមរៈជាតិរបស់យើងមានន័យថាកិច្ចរៀបចំទុកដាក់សពឲ្យត្រូវទៅតាមទំនៀមទម្លាប់បែបបទនៃព្រះពុទ្ធសាសនាផងនៃទំនៀមទម្លាប់នៃប្រពៃណីខ្មែររបស់យើងផងចឹងតែនោះលោកគ្រូធម្មយាចាគ្រប់ប្រាណលោកដឹកនាំញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសតាំងពីថ្ងៃលោកយាយស្លាប់រហូតមកដល់ពេលនេះគឺញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសបានឃើញច្បាស់ឬមួយតែបានបដិបត្តិប្រព្រឹត្តធ្វើតាមប្រសាសន៍ឬមួយតែការដឹកនាំរបស់លោកគ្រូធម្មយាចាហើយបើនៅក្នុងពុទ្ធសាសនាលោកសម្ដែងថាកិច្ចរៀបចំទុកដាក់សពនឹងមាន4ទី1គឺបូជាដោយព្រះអគ្គីទី2គឺបូជាដោយកប់ទុកនៅក្នុងព្រះធរណីទី3គឺការបូជាដោយយកទៅបណ្ដែតចោលតាមទឹកស្ទឹងគង្គាជាដើមឬមួយតែទី4គឺការបូជាដោយយកទៅដាក់ចោលទៅតាមព្រៃស្មសានហៅថាព្រៃខ្មោចចឹងទៅនោះការបូជាទាំង4នេះបានដល់បច្ចុប្បន្នយើងគឺមានតែ2ទេគឺច្រើនតែបូជាដោយការកប់ឬមួយតែច្រើនតែបូជាដោយការបូជាដោយព្រះអគ្គីហៅថាដុតចឹងអាត្មាភាពមិនចាំបាច់ជម្រាបនៃកម្មវិធីបុណ្យជាបណិកិច្ចនេះច្រើនទេសូមជម្រាបជូនតែប៉ុណ្ណេះតែចុះក៏ប៉ុន្តែនិយាយអំពីសេចក្តីស្លាប់នេះវិញសេចក្តីស្លាប់នេះញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសហើយព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងហើយញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសទាំងអស់គ្នាក៏បានឃើញផ្ទាល់នឹងភ្នែកដឹងឮបានស្គាល់ហើយថាមនុស្សយើងម្នាក់កាលណាតែកើតមកហើយគ្មាននរណាម្នាក់អាចរស់រានមានជីវិតមិនចេះស្លាប់នោះបានទេលទ្ធផលចុងក្រោយនៃមនុស្សម្នាក់គឺដើរដល់នៃសេចក្តីស្លាប់ទាំងអស់គ្នាព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបណ្ឌុបលាសោបទានិសេជីវិតរបស់មនុស្សម្នាក់ផុយស្រួយដូចជាស្លឹកឈើដែលមានពណ៌លឿងអញ្ចឹងញាតិញោមក្តីអង្គខ្ញុំបកណាអាត្មាភាពក្តីអ្នកទេសហ្នឹងគឺមានជីវិតនឹងប្រៀបទៅដូចស្លឹកឈើដែលមានពណ៌លឿងស្លឹកឈើដែលមានពណ៌លឿងមានន័យថាងាយនឹងជ្រុះងាយនឹងល្បេះចេញពីមែកចេញពីដើមណាសម្បីតែខ្យល់បក់ត្រូវតិចតួចក៏ស្លឹកឈើពណ៌លឿងហ្នឹងក៏ងាយនឹងជ្រុះសម្បីតែមែកឈើធ្លាក់លើក៏មែកឈើក៏ស្លឹកឈើដែលមានពណ៌លឿងហ្នឹងងាយនឹងជ្រុះយ៉ាងណាមិញជីវិតរបស់ញាតិញោមក្តីជីវិតរបស់អង្គខ្ញុំបកណាអាត្មាភាពក្តីក៏មិនខុសអំពីពាក្យនឹងដែរថ្ងៃនេះជួបជុំញាតិជួបជុំមិត្តជួបជុំបងជួបជុំប្អូនជួបជុំកូនជួបជុំចៅក៏ប៉ុន្តែថ្ងៃក្រោយមិនប្រកបថាអាចជួបគ្នាទៀតបាននោះទេអាចនឹងបាត់បង់នៅសមាជិកណាម្នាក់ឬមួយតែបុគ្គលណាម្នាក់បថាបានដែរទោះបីថ្ងៃនេះមិនបានបង់ថ្ងៃក្រោយមិនបានបង់ថ្ងៃក្រោយទៀតក៏គួរតែបាត់បង់ដោយសារតែសេចក្តីស្លាប់នេះមិនទីងមិនទាត់មិនអាចកំណត់ថាពេលនេះពេលនោះបាននោះទេលោកសម្ដែងទៀតថាកម្មណាវត្តតីលោកោអាយុជីវិតរបស់យើងវែងឬខ្លីគឺអាស្រ័យទៅលើពូជបុណ្យពូជកុសលដែលបានដាំទុកដែលបានធ្វើពីអតីតជាតិបើសិនជាញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសដាំពូជបុណ្យបានច្រើនទៅយើងក៏បានអាយុវែងដូចលោកយាយទៅដល់8ជាងហើយបើសិនជាយើងដាំពូជបុណ្យបានតិចអ្នកខ្លះមិនដល់ទៅ8ជាងទេតាមអង្គខ្ញុំបកណាអាត្មាភាពសម្ដែងពធទេសនាតាមក្រែដែលអាត្មាភាពធ្លាប់សម្ដែងនោះភាគច្រើនត្រឹមតែ40ឬមួយតែ20 40ឬមួយតែ50ហ្នឹងក៏គាត់ស្លាប់បាត់បង់អាយុជីវិតអស់ទៅត្រង់ចំណុចហ្នឹងហើយដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាសេចក្តីស្លាប់ហ្នឹងមាន4ទី1លោកឲ្យឈ្មោះថាអាយុខយមរណៈទី2លោកឲ្យឈ្មោះថាកម្មខយមរណៈទី3លោកឲ្យឈ្មោះថាឧភយខយមរណៈទី4លោកឲ្យឈ្មោះថាឧបច្ឆេទមរណៈទី1អាយុខយមរណៈស្លាប់ដោយលោកយាយអញ្ចឹងទៅដល់8ជាងនិងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាសំលមដល់ព្រមនៃសេចក្តីស្លាប់ហើយដោយសារតែអាយុខៃនៃមនុស្សម្នាក់ព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាមានត្រឹមតែ75ឆ្នាំឬមួយតែមកដល់បច្ចុប្បន្ននេះក្រោម75ឆ្នាំទៀតក៏ថាបានដែរអញ្ចឹងលោកសម្ដែងថាបុគ្គលណាដែលមានអាយុទៅលើស75ឆ្នាំដោយលោកយាយទៅដល់80ឆ្នាំជាងនេះលោកឲ្យឈ្មោះថាជាអ្នកមានបុណ្យជាអ្នកមានកុសលហើយក៏ជាអ្នកមានអាយុវែងដែរនឹងទី1លោកហៅថាអាយុខយមរណៈអ្នកស្លាប់ទៅដោយអស់អាយុទី2លោកឲ្យឈ្មោះថាកម្មខយមរណៈអ្នកស្លាប់ដោយអស់បុណ្យអ្នកស្លាប់ដោយអស់បុណ្យនឹងមានន័យថាអ្នកខ្លះ
อายุនៅក្មេងទេទ្រព្យសម្បត្តិនៅមានផ្ទះសម្បែងនៅកន្លែងផ្ទះសម្បែងកន្លែងរស់នៅមានគោក្របីដីស្រែនៅមានលុយកាក់មាសប្រាក់នៅមានម៉ូតូជាក្រូកង់ឡាននៅមានបច្ច័យលុយកាក់នៅមានក៏ប៉ុន្តែគាត់អស់បុណ្យបានត្រឹមតែអាយុ40ក៏ស្លាប់បាត់ទៅប្រពន្ធក៏នៅមានប្តីក៏នៅមានកូនប្រុសស្រីក៏នៅមានក៏ប៉ុន្តែហេតុអ្វីក៏គាត់ឆាប់ស្លាប់ម្ល៉េះលោកឲ្យឈ្មោះថាដោយសារតែគាត់ដាំពូជបុណ្យអំពីអតីតជាតិរបស់គាត់នោះឬមួយតែបច្ចុប្បន្នជាតិរបស់គាត់នឹងបានតិចអញ្ចឹងអាយុជីវិតរបស់គាត់គឺបានត្រឹមតែប៉ុណ្្នឹងឯងឧទាហរណ៍ដូចជានាងសេរនីនាងខិតខំប្រឹងប្រែងរកលុយរកកាក់ភ្លេចធ្វើបុណ្យធ្វើទានក៏ស្លាប់ទៅទាំងអាយុវ័យក្មេងទៅកូនរបស់នាងកេសាកោតមីកើតមកនៅក្នុងតកូលអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំមានលុយមានកាក់មានមាសមានប្រាក់មានគោមានក្របីមានអ្នកបម្រើឆ្វេងស្ដាំមានអាហារហូបចុកគ្រប់គ្រាន់ក៏ប៉ុន្តែកូននាងកេសាកោតមីនឹងកើតមកក៏មិនបានប្រមាណផងក៏ស្លាប់បាត់ទៅឧទាហរណ៍ដូចជាកូនរបស់លោកអនាថបណ្ឌិកតិថៃនាងសុមនីទេវីកើតមកជាកូនតិថៃក៏ប៉ុន្តែនាងក៏មិនបានអាយុវែងទៅទៀតត្រង់ចំណុចនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាកាលណាតែពូជបុណ្យយើងតិចហើយទោះបីកើតនៅក្នុងអ្នកតកូលអ្នកតូចតាចឬមួយអ្នកក្រខ្សត់អត់គ្មានក៏យើងអាចនឹងមានអាយុតិចឬមួយតែយើងកើតនៅក្នុងតកូលអ្នកមានទ្រព្យសម្បត្តិលុយកាក់មាសប្រាក់ច្រើនក៏យើងអាចមានអាយុតិចទៅតាមបុណ្យកុសលរបស់យើងក៏ប៉ុន្តែបើសិនជាយើងតាមពូជបុណ្យកុសលនឹងបានច្រើនញាតិញោមសាកពិចារណាមើលចុះលោកយាយលោកតាខ្លះអាយុទៅដល់70អាយុទៅដល់80អ្នកខ្លះទៅដល់90ទៀតក៏ប៉ុន្តែបើសិនជាយើងមើលដំណើរជីវិតរបស់គាត់តាំងពីតូចរហូតដល់ធំពេលខ្លះខ្វះមុខខ្វះក្រោយរកតែផ្ទះសម្បែងកន្លែងស្អាតបាតស្នាក់នៅត្រឹមត្រូវស្ទើរតែគ្មានកន្ទេលខ្នើយមុំពុះភួយក៏មិនមានគ្រប់គ្រាន់បើនិយាយអំពីអាហារហូបចុកមិនទៅមានរបស់របរឆ្ងាញ់ហូបចុកទេបើនិយាយអំពីការរស់នៅនៃដំណើរជីវិតរបស់គាត់ទេជុកទុកជុកលំបាកមិនថាថ្ងៃនេះមិនថាថ្ងៃនោះតែតែមានទុកព្រួយតែតែមានទុកកង្វល់ស្ទើរតែរាល់ថ្ងៃក៏ប៉ុន្តែអាយុជីវិតរបស់គាត់នឹងអាចបន្តទៅដល់80ទៅដល់90ឬមួយតែអ្នកខ្លះទៅដល់100ទៀតនោះត្រង់ចំណុចនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាដោយសារតែគាត់នឹងដាំពូជបុណ្យនៃអាយុជីវិតរបស់គាត់នឹងច្រើនអញ្ចឹងហើយទើបធ្វើឲ្យអាយុរបស់គាត់នឹងវែងអញ្ចឹងនឹងទី2លោកសម្ដែងថាកាលណាតែយើងដាំពូជបុណ្យបានតិចអាយុយើងក៏ខ្លីទៅតាមនឹងហើយបើសិនជាយើងដាំពូជបុណ្យបានច្រើនអាយុរបស់យើងក៏វែងទៅតាមនឹងដែរទី4ទី3លោកឲ្យឈ្មោះថាឧបយខយមរណៈស្លាប់ដោយអស់អាយុផងស្លាប់ដោយអស់បុណ្យផងអ្នកខ្លះគាត់សំព្រមនៃអាយុជីវិតរបស់គាត់ដោយអាត្មាភាពបានជម្រាបពីខាងដើមអញ្ចឹងបុណ្យកុសលរបស់គាត់ក៏សមល្មមនឹងអស់អាយុជីវិតរបស់គាត់ក៏សមល្មមនឹងអស់អញ្ចឹងសេចក្តីស្លាប់របស់គាត់នោះគឺសាកសមនៃដំណើរជីវិតរបស់គាត់ហើយទី4លោកឲ្យឈ្មោះថាឧបច្ឆេទមរណៈស្លាប់ដោយកម្មពៀចូលមកកាត់ផ្ដាច់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសខ្លះគាត់ស្លាប់ដោយកម្មពៀចូលមកកាត់ផ្ដាច់អ្នកខ្លះស្លាប់ដោយរោគធាតុព្យាធិមកបៀតបៀននៅក្នុងសរីរៈរាងកាយរបស់គាត់ឈឺស្កាត់ទាល់តែគាត់ស្លាប់ទៅអ្នកខ្លះធ្វើដំណើរតាមដងផ្លូវក៏ជួបនៅឧបទ្ទហេតុនានាក៏ធ្វើឲ្យគាត់បាត់បង់អាយុជីវិតហ្នឹងនិងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាដោយសារតែកម្មពៀចូលមកកាត់ផ្ដាច់អាយុជីវិតរបស់គាត់គឺមិនអាចឲ្យគាត់បន្តអាយុជីវិតបន្តទៀតបានទេអញ្ចឹងសេចក្តីស្លាប់ទាំងអស់នេះគឺសមល្មមតែញាតិញោមជាពុទ្ធបរិស័ទគូពិចារណាថាបើសិនជាយើងធ្វើបុណ្យច្រើនយើងក៏បាននៅអាយុវែងហើយបើសិនជាយើងធ្វើបុណ្យតិចនឹងយើងក៏មិនសូវបានអាយុវែងដែរហើយការស្លាប់នេះញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសហើយកាលណាតែស្លាប់ទៅហើយយើងមិនអាចយកអ្វីទៅតាមជាមួយបានទេញាតិញោមសាកគិតពិចារណាមើលចុះថាតើមានអ្នកណាម្នាក់ឬមួយតែបុគ្គលណាម្នាក់ដែលស្លាប់ទៅហើយដឹកគោមិនដឹងយកស្រែមទីមាសមជីលុយមលៀនទ្រព្យធនធានរបស់របរដែលខ្លួនឯងមានយកទៅជាមួយបានទេគឺអត់មានទេកើតមកខ្លួនទៅទេស្លាប់ទៅវិញក៏ខ្លួនទៅទេកើតមកដោយមិនអាចយកអ្វីមកជាមួយបានស្លាប់ទៅវិញក៏មិនអាចយកអ្វីទៅជាមួយបានដែរព្រះសម្មាសម្ពុទ្ធលោកសម្ដែងហើយថាកើតមកដោយបុណ្យដោយបាបស្លាប់ទៅវិញក៏ដោយបុណ្យដោយបាបដែរបើសិនជាបុណ្យច្រើនអាចយកកំណើតកើតនៅទីដ៏ខ្ពង់ខ្ពស់ហើយបើសិនជាបាបច្រើនជាងបុណ្យអានឹងយើងអាចយកកំណើតកើតនៅក្នុងទីទាបពំរាបស្មើកន្លែងណាមួយឧទាហរណ៍ដោយលោកយាយឧបាសិកាព្រំនាង
បើសិនជាគាត់ស្លាប់ទៅគាត់នៅរស់គាត់បានបុណ្យបានកុសលច្រើនហើយបានកូនប្រុសកូនស្រីធ្វើបុណ្យធ្វើទានដូចញាតិញោមបានជួយធ្វើបុណ្យធ្វើទានជូនម្ដាយជូនលោកយាយជូនញាតិនៅក្នុងពេលហ្នឹងទៀតប៉ុន្តែបុណ្យកុសលនឹងជួយឲ្យស្ទប់ដួងវិញ្ញាណខណ្ឌរបស់គាត់ឲ្យគាត់នឹងទៅកើតនៅទីដ៏ខ្ពង់ខ្ពស់អ្នកដែលមានបុណ្យហើយអ្នកដែលអត់បុណ្យវាសនាខុសគ្នាញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសត្រង់ចំណុចនេះអាត្មាភាពសូមជម្រាបសម្រាប់ញាតិញោមជាពុទ្ធបរិស័ទពិចារណាថាអ្នកខ្លះមានបុណ្យអ្នកខ្លះអត់បុណ្យក៏ប៉ុន្តែគាត់អាចមានវាសនាមកចាប់កំណើតកើតជាមនុស្សដូចគ្នាទេវខ្លះមានបុណ្យគ្រាន់តែមកចាប់កំណើតកើតនៅក្នុងប្តីរបស់អ្នកម្ដាយភ្លាមនិយាយពីថាម៉ែសប្បាយចិត្តលោកឪពុកដឹងឮថាភរិយាមានផ្ទៃពោះរីករាយរំភើបអត់ឧបមាយាយតាដឹងឮសប្បាយចិត្តរីករាយចាំអោបអសាទរទទួលចៅប្រសូតចានចេញពីផ្ទៃរបស់អ្នកម្ដាយគ្រាន់តែប្រសូតមកហើយមានកន្ទេលខ្នើយមុំផ្ទះសម្បែងកន្លែងរស់នៅដីស្រែចម្ការគោក្របីសម្ភារៈប្រើប្រាស់ហៅថាបច្ច័យ4នឹងគ្រប់គ្រាន់និយាយអំពីយាយតាញាតិមិត្តបងប្អូនចងដៃចងជើងមានលុយមានកាក់មានមាសមានប្រាក់មានរបស់មានរបរសម្ភារៈប្រើប្រាស់សពគ្រប់បែបយ៉ាងទេវនោះកើតមកពោពេញទៅដោយសេចក្តីសុខសេចក្តីចម្រើនទេវខ្លះវិញខ្វះបុណ្យញាតិញោមទេវខ្វះបុណ្យគ្រាន់តែបញ្ចាំកំណើតកើតនៅក្នុងផ្ទៃរបស់អ្នកម្ដាយភ្លាមម្ដាយក៏លំបាករកតែអាហារហូបចុកបង្កសុខភាពខ្លួនឯងស្ទើរតែគ្មានរកតែអាហារហូបចុកបង្កសុខភាពកូននៅក្នុងផ្ទៃស្ទើរតែគ្មានរកតែអាហារហូបចុកដើម្បីធ្វើឲ្យខ្លួនឯងមានកម្លាំងមានកម្លាំងមានកម្លាំងមានកំហែងមានសុខភាពល្អនឹងស្ទើរតែគ្មានផងពេលខ្លះពេលដែលគាត់ដល់ថ្ងៃកសោតក្រលំបាកខ្លាំងពេកខ្វះមុខខ្វះក្រោយខ្លាំងពេកទៅរូបនោះអត់ទៅមានបុណ្យពេលខ្លះកសោតចាចេញពីផ្ទៃរបស់អ្នកម្ដាយហើយទៅរូបខ្លះរកតែកណ្ដាលជួយខ្លួនស្ទើរតែគ្មានផងរកតែផ្ទះសម្បែងកន្លែងរស់នៅឲ្យបានត្រឹមត្រូវស្ទើរតែគ្មានផងរកតែអាហារហូបចុក3ពេលឲ្យបានគ្រប់គ្រាន់ស្ទើរតែគ្មានផងរកតែសុភមង្គលនៅក្នុងដំណើរជីវិតឲ្យបានគ្រប់គ្រាន់នឹងស្ទើរតែគ្មានផងត្រង់ចំណុចនេះហើយដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអ្នកដែលអត់បុណ្យរមែងជួបនៅទុក្ខអ្នកដែលមានបុណ្យរមែងជួបនៅសេចក្តីសុខសេចក្តីសប្បាយអញ្ចឹងបើសិនជាញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសស្រឡាញ់អ្នកម្ដាយស្រឡាញ់លោកយាយស្រឡាញ់ញាតិឥឡូវនេះគាត់ស្លាប់ទៅហើយញាតិញោមមិនអាចដាំបាយស្លស្លុកបុកតាពីជូនគាត់ហូបពិសាផលបានទេញាតិញោមមិនអាចទិញសម្លៀកបំពាក់ជូនគាត់ស្រីពាក់បានទេញាតិញោមមិនអាចជូនលុយជូនកាសដល់គាត់ប្រើប្រាស់ចាយវាយបានទេបើសិនជាញាតិញោមជាពុទ្ធបរិស័ទចង់ជូនផ្ទាល់ទៅជូនអត់បានទេដោយសារតែគាត់ស្លាប់ហើយក៏ប៉ុន្តែបើសិនជាញាតិញោមជាពុទ្ធបរិស័ទនឹកគិតថាកាលពីម៉ែនៅរស់ម៉ែពាក់ហូលប្រមូលអានបាត់ស្បែកវាទាស្កាតទៅកាលពីម៉ែនៅរស់ម៉ែចូលចិត្តហូបសម្លកកោហូបសម្លស្ងោរហូបសម្លឆាខ្លួនសម្លបញ្ជូរហូបសម្លជីនកាលពីម៉ែនៅរស់ម៉ែចូលចិត្តរបស់នេះរបស់នោះចូលញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសដាំពូជបច្ច័យទាំងឡាយជូនគាត់ទី1លោកឲ្យឈ្មោះថាជ័យវរៈបច្ច័យទី2លោកឲ្យឈ្មោះថាបណ្ឌបាបច្ច័យទី3លោកឲ្យឈ្មោះថាសេនាសនៈបច្ច័យទី4លោកឲ្យឈ្មោះថាគិលានភេសជ្ជៈបច្ច័យបើសិនជាញាតិញោមចង់ឲ្យអ្នកម្ដាយបានបាយទឹកនំចំណីត្រីសាច់ហូបគ្រប់គ្រាន់ចូលញាតិញោមជួយធ្វើបុណ្យកុសលនឹងតាមរយៈលោកអ្នកដែលមានសិលដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាទក្ខិណៃយសម្បទាយាឬមួយតែសង្ឃោលោកទេសុខេតាំងវបជាមហន្តចលាំងព្រះសង្ឃនិងលោកគ្រូធម្មយាចាលោកយាយលោកតាឧបាសកឧបាសិកាអ្នកមានធម៌អាត្រាវិន័យសិល5សិល8ញាតិញោមលោកលីធ្វើបុណ្យធ្វើទានតាមគាត់ទើបបុណ្យកុសលរបស់ញាតិញោមនឹងបានសម្រេចទៅដល់អ្នកស្លាប់ដោយការឧទ្ទិសរបស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសផងតើការធ្វើបុណ្យធ្វើទានជូនអ្នកស្លាប់នឹងយ៉ាងម៉េចឧទាហរណ៍អញ្ចឹងបើសិនជាញាតិញោមនឹកឃើញចង់ឲ្យអ្នកម្ដាយលោកឪពុករបស់ញាតិញោមចង់បានបាយទឹកហូបចុកគ្រប់គ្រាន់ញាតិញោមធ្វើចង្ហាន់មាន់ចរនឹងប្រគេនតាមរយៈព្រះសង្ឃជូនតាមរយៈលោកគ្រូធម្មយាចាលោកយាយលោកតាដែលមានធម៌អាត្រាវិន័យហូបពិសាទៅបុណ្យកុសលនឹងបានសម្រេចដល់អ្នកស្លាប់ហើយបើសិនជាញាតិញោមនឹកឃើញហើយចង់ឲ្យម៉ែមានសម្លៀកបំពាក់ស្រីពាក់ញាតិញោមទិញស្បង់ស្បែកត្រៃជីវរប្រគេនដល់ព្រះសង្ឃទិញសម្លៀកបំពាក់កន្សែងកម្មាជូនដល់លោកគ្រូធម្មយាចាលោកយាយលោកតាអ្នកមានសិលបានបុណ្យបានកុសលនឹងដល់អ្នកស្លាប់ហើយញាតិញោមចង់ឲ្យអ្នកម្ដាយមានផ្ទះសម្បែងកន្លែងរស់នៅស្អាតបាតញាតិញោមចូលកសាងកន្លែងនេះកន្លែងនោះឬមួយតែតាមប្រសាសន៍តាមការដឹកនាំរបស់លោកគ្រូធម្មយាចាពេលដែលឆ្លងបុណ្យតែដាក់កសាងវត្តប៉ុណ្ណេះប៉ុណ្ណោះញាតិញោមចូលដោយសេចក្តីពេញចិត្តហើយមានសេចក្តីប្រាថ្នាសូមឲ្យអ្នកម្ដាយមានផ្ទះមានសម្បែងកន្លែងរស់នៅស្អាតអំនឹងបានសម្រេចហើយទ
ទី4បើសិនជាញាតិញោមនឹកគិតថាចង់ឲ្យម៉ែកើតជាតិណាកុំឲ្យមានរោគគាតជាតិធីមីននៅក្នុងសរីរៈរាងកាយចង់ឲ្យគាត់សុខស្បាយដោយនាងវិសាខានៅក្នុងពុទ្ធសាសនាលោកសម្ដែងថានាងវិសាខាមានសុខភាពល្អណាស់ដោយអំណាចនៃការធ្វើបុណ្យគិលានភេសជ្ជៈហ្នឹងអញ្ចឹងញាតិញោមទិញថ្នាំកែរោគដូចជាថ្នាំបារាប្រេងកាឡាទឹកដៅទឹកត្រជាក់ភេសជ្ជៈប្រគេនដល់ព្រះសង្ឃជូនតាមរយៈលោកគ្រូធម្មយាចាដែលលោកបានដឹកនាំកម្មវិធីរបស់ញាតិញោមឃើញគាត់ហត់លើជូនគាត់ហូបជូនគាត់ពិសានិងបានបុណ្យបានកសលដល់អ្នកស្លាប់អ្នកម្ដាយរបស់ញាតិញោមនឹងបានទទួលហើយបានយកកំណើតកើតទៅទីដល់គ្រប់ពោះដោយអំណាចនៃបុណ្យកសលរបស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសគ្រប់គ្នាសូមអនុមោទនាអញ្ចឹងនឹងគឺការធ្វើបុណ្យសម្រាប់ឧទ្ទិសជូនដល់អ្នកស្លាប់ហ្នឹងញាតិញោមនោះតាមបែបនៃការធ្វើបុណ្យជាវណ្ណកិច្ចនៅក្នុងថ្ងៃនេះក៏ប៉ុន្តែមិនមែនញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសយើងឬលោកនារាទេសនាថាធ្វើបុណ្យជាមួយអ្នកស្លាប់ធ្វើបុណ្យជាមួយអ្នកស្លាប់ញាតិញោមគិតថាចាំម៉ែស្លាប់សិនទៅចាំធ្វើបុណ្យចាំឪស្លាប់សិនទៅចាំធ្វើបុណ្យអត់ទេណាញាតិញោមណាបើសិនជាយើងមានម៉ែមានឪនៅរស់ចូលញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសជួយធ្វើបុណ្យជាមួយម៉ែជួយធ្វើបុណ្យជាមួយឪឲ្យហើយបានបុណ្យបានកសលណាព្រះសម្មាសម្ពុទ្ធលោកសម្ដែងឲ្យថាកូនប្រុសស្រីណាធ្វើបុណ្យជាមួយម៉ែកូនប្រុសស្រីណាធ្វើបុណ្យជាមួយឪកូនប្រុសស្រីនោះស្មើនឹងធ្វើបុណ្យជាមួយព្រះលោកសម្ដែងទៀតថាកូនប្រុសស្រីណាដឹងគុណម៉ែដឹងគុណឪតបគុណម៉ែតបគុណឪកូនប្រុសស្រីនោះរមែងបាននៅសេចក្តីសុខសេចក្តីចម្រើនលោកឲ្យតម្លៃអ្នកម្ដាយលោកឲ្យតម្លៃលោកឪពុកថាម៉ែគឺជាព្រះម៉ែពុកគឺជាព្រះទី1របស់កូនប្រុសកូនស្រីម្ដាយឪពុកគឺជាព្រះមែនទែនរបស់កូនប្រុសកូនស្រីម្ដាយឪពុកនេះហើយគឺជាព្រះពិតប្រាកដដែលជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសកូនស្រីអត់មានព្រះណាមកចិញ្ចឹមបាត់កូនប្រុសស្រីក្រៅពីម៉ែក្រៅពីឪទេបើនិយាយអំពីម៉ែចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសស្រីតាំងពីកូនមកចាំកំណើតកើតនៅក្នុងផ្ទៃរបស់គាត់1វិនាទីរហូតដល់9ខែ10ថ្ងៃម៉ែលោកលីចិញ្ចឹមបីបាច់ថែរក្សាកូននៅក្នុងផ្ទៃដោយសេចក្តីស្រឡាញ់ពេញចិត្តជានិច្ចបើនិយាយអំពីម៉ែកាលពីនៅក្រមុំម៉ែធ្លាប់តែសប្បាយចិត្តរីករាយរាំរើធ្វើកិច្ចការងារស្រាលខ្លួន ហូបចុកតាមការចង់ធ្វើរបស់គាត់ក៏ប៉ុន្តែនៅគណៈពេលកូនប្រុសស្រីបញ្ចប់កំណើតកើតនៅក្នុងផ្ទៃរបស់គាត់ម៉ែចាប់ផ្ដើមតមការសបាយម៉ែចាប់ផ្ដើមតមនៅចំណីអាហារមួយចំនួនម៉ែចាប់ផ្ដើមតមនៅកិច្ចការងារមួយចំនួនដែលធ្វើទៅឲ្យប៉ះពាល់សុខភាពកូននៅក្នុងផ្ទៃហូបទៅឲ្យប៉ះពាល់សុខភាពនៃកូននៅក្នុងផ្ទៃគឺម៉ែចាប់ផ្ដើមតមបើនិយាយអំពីកូននៅក្នុងផ្ទៃរបស់ម៉ែវិវត្តខ្លួនតាំងពីតូចរហូតដល់9ខែ10ថ្ងៃវិវត្តខ្លួនពីតូចរហូតដល់ធំអ្នកខ្លះមានគីឡូទៅដល់2-3គីឡូទៅអ្នកខ្លះក៏លើសគីឡូនឹងទៀតទៅនៅក្នុងផ្ទៃរបស់ម៉ែពោកូននៅក្នុងផ្ទៃរហូតដេកដើរឈរអង្គុយគឺម៉ែយកកូនទៅតែងចំណិចនៅក្នុងពោះរបស់គាត់បើនិយាយអំពីញាតិញោមក្តីអង្គខ្ញុំប្រកាសណាស្មារតីក្តីដាក់របស់ខ្លួននៅលើពោះនៅលើខ្លួនត្រឹមតែ1គីឡូ2គីឡូរយៈពេល1ម៉ោង2ម៉ោងអូនឯខាងខ្លួនខាងលំបាកទៅហើយចុះតម្រាំតែម៉ែដាក់កូននៅក្នុងផ្ទៃរបស់គាត់ទៅដល់9ខែ10ថ្ងៃតើគាត់លំបាកយ៉ាងណាទៅក៏ប៉ុន្តែមើលទៅគាត់លំបាកតែកាយទេក៏ប៉ុន្តែផ្លូវចិត្តរបស់គាត់គឺសប្បាយចិត្តណាស់នៅគណៈពេលដែលកូនប្រុសស្រីបញ្ចប់កំណើតកើតនៅក្នុងផ្ទៃរបស់គាត់ប៉ុន្តែមិនទាន់គ្រប់ដល់ថ្ងៃ9ខែ10ថ្ងៃថ្ងៃដែលកូនចេញពីផ្ទៃរបស់គាត់ពេលនោះគឺម៉ែលំបាកណាស់ម៉ែវេទនាណាស់ម៉ែឈឺចុកចាំណាស់បើនិយាយអំពីម៉ែសម័យ15ឆ្នាំមុន20ឆ្នាំមុនឡើងទៅពេលដែលបន្ទោកូនប្រុសស្រីចេញចាក់ចេញផ្ទៃរបស់គាត់ពាក្យចាស់បរមបុរាណលោកឲ្យឈ្មោះថាឆ្លងទលេពាក្យថាឆ្លងទលេនេះមិនមែនស្រួលដូចឆ្លងព្រែកឆ្លងពីឆ្លងអូឆ្លងបឹងឆ្លងបន្លាយទេពាក្យថាឆ្លងទលេនេះគឺយកជីវិតទៅបដូរជួនកាលឆ្លងផុតម៉ែទៅកូនជួនកាលឆ្លងផុតកូនទៅម៉ែជួនកាលឆ្លងផុតទាំងម៉ែឆ្លងផុតទាំងកូនពេលដែលឆ្លងទលេកាលនោះមិនទៅមានពេទ្យមិនទៅមានឆ្មោកមិនទៅមានថ្នាំចាក់សម្រួលការឈឺចុកចាំចាក់សម្រួលសរសៃប្រសូតចាក់សម្រួលសុខភាពចាក់សម្រួលក្នុងការប្រសូតកូនដូចយើងបច្ចុប្បន្នទេសម័យ15ឆ្នាំមុនឡើងទៅឬមួយតែ20ឆ្នាំមុនឡើងទៅពេលដែលម៉ែប្រសូតកូនចេញពីផ្ទៃ
របស់គាត់លោកឪពុកដឹងថាភរិយាឈឺពោះត្រូវរួតរយីមកពីភូមិមួយទៅភូមិមួយទម្រាំនឹងបានយីមកជួយបញ្ចូលកូនចេញពីផ្ទៃរបស់ម៉ែទម្រាំនឹងបែងទឹកភ្លោះបញ្ចូលកូនចេញពីផ្ទៃនិយាយពីថាម៉ែឈឺណាស់លោកបែកណាស់វេទនាណាស់ញើសម៉ែបែកប៉ិនគ្រាប់ពោតឈាមម៉ែធ្លាក់ទាំងក្លុកម៉ែស្លាប់ម្ដងម៉ែស្ទើរតែបាត់បង់អាយុជីវិតម្ដងទៅហើយពេលដែលបញ្ចូលកូនចេញមកទោះបីម៉ែឈឺម៉ែលំបាកម៉ែវេទនាយ៉ាងណាក៏ដោយក៏ប៉ុន្តែនៅគណៈពេលដែលម៉ែឮសំឡេងកូនយំនៅគណៈពេលដែលម៉ែឮសំឡេងកូនស្រែកនៅគណៈពេលដែលម៉ែបានអោបបានខើបានពរបានបំបើដោះកូនប្រុសស្រីម៉ែហាក់បីដូចជាសប្បាយចិត្តម៉ែហាក់បីដូចជាមានស្នាមញញឹមឡើងវិញម៉ែហាក់បីដូចជាបាត់ទុកព្រួយទាំងអស់នៅក្នុងសរីរៈរាងកាយនិងដំណើរជីវិតរបស់គាត់សម័យនោះខុសពីសម័យយើងឥឡូវសម័យយើងឥឡូវបញ្ចូលកូនចេញមកហើយមានពេទ្យមានឆ្មបជួយព្យាបាលជួយមើលថែមានថ្នាំចាត់សម្រួលការឈឺចុកចាំមានថ្នាំចាត់សម្រួលសរសៃកន្ទោងសម្រួលសុខភាពឲ្យមានសុខភាពល្អមានទឹកដោះច្រើនសម្រាប់បំរើកូនប្រុសស្រីម៉ែកាលពីសម័យ15ឆ្នាំមុនពេលដែលបញ្ចូលកូនចេញមកហើយអត់មានពេទ្យអត់មានឆ្មបអត់មានថ្នាំចាត់សម្រួលការឈឺចុកចាំទឹកកកស្អំដូចយើងបច្ចុប្បន្នទេម៉ែកាលពីសម័យនោះបើសិនជាគាត់ក្រគាត់លំបាកគាត់ខ្សត់គាត់អត់គាត់គ្មានពេលដែលបញ្ចូលកូនចេញមកហើយគេត្រូវយកម៉ែទៅដាក់លើគ្រែដុតភ្លើងអាំងដូចត្រីងៀតអញ្ចឹងគេហៅថាអាំងភ្លើងដើម្បីសម្រួលកសែកសងម៉ែដើម្បីឲ្យម៉ែមានសុខភាពល្អដើម្បីឲ្យម៉ែមានទឹកដោះច្រើនសម្រាប់បំរើកូនប្រុសកូនស្រីបើសិនជាម៉ែមានទ្រព្យមានសម្បត្តិមានលុយមានកាសមានមាសមានប្រាក់សម្ភារៈប្រើប្រាស់គ្រប់គ្រាន់ទៅម៉ែអាចសម្រាននៅក្នុងផ្ទះនៅលើគ្រែមិនចាំបាច់ធ្វើកិច្ចការងារស្រាលខ្លួនមួយចំនួនបានក៏ប៉ុន្តែអ្នកម្ដាយខ្លះគាត់ក្រគាត់អត់គាត់លំបាកពេលដែលបញ្ចូលកូនចេញមកហើយពេលខ្លះមិនទាន់នឹងបានមួយអាទិត្យពីរអាទិត្យត្រឹមត្រូវមែនទេផងក៏គាត់សម្រេចចិត្តចុះពីលើគ្រែដើម្បីទៅធ្វើកិច្ចការងារស្រាលខ្លួនជ្រូនកាត់ស្ទូងដកកាត់ពោះរស់ស្ទូងឬមួយតែធ្វើកិច្ចការងារលីសែងមួយចំនួនដើម្បីបានប្រាក់កម្រៃយកមកផ្គត់ផ្គង់ក្រុមគ្រួសារចិញ្ចឹមកូនប្រុសស្រីដោយសេចក្តីពេញចិត្តដោយសេចក្តីរីករាយទាំងគាត់នៅតែសែងខ្ចីផងក៏ថាបានដែរប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេលោកឪពុកអ្នកម្ដាយបញ្ចូលកូនចេញមកហើយគាត់ត្រូវបំពេញកាតព្វកិច្ចជាម៉ែល្អជាលោកឪពុកល្អចំពោះកូនប្រុសកូនស្រីតាមព្រហ្មវិហារធម៌ទាំងឡាយ4មានមេត្តាករុណាមុទិតាឧបេក្ខាចំពោះកូនប្រុសស្រីបើនិយាយពីការមើលថែកូនប្រុសស្រីញាតិញោមហើយកូនប្រុសស្រីឈឺយប់ម៉ែឪមើលយប់កូនប្រុសស្រីឈឺថ្ងៃម៉ែឪមើលថ្ងៃពេលដែលកូនប្រុសស្រីឈឺខ្លាំងពេកពេលខ្លះមើលអស់លុយអស់កាក់ត្រូវលក់ដីលក់ស្រែលក់គោលក់ក្បីលក់របស់លក់អស់ពីខ្លួនកូនប្រុសស្រីនៅតែបញ្ជារហូតខ្ចីបុលខ្ចីបំណុលគេថែមទៀតឲ្យតែបានប្រាក់កម្រៃឲ្យតែបានជាបានកូនប្រុសស្រីជាម៉ែឪហ៊ានលះបង់សពគ្រប់បែបយ៉ាងទាំងអស់បើនិយាយអំពីបញ្ចុកបាយកូនតាំងពីកន្លះដល់តាំងពីកន្លះសព្រារហូតដល់3-4ចានងូតទឹកឲ្យកូនតាំងពីកន្លះដល់រហូតដល់3-4បោនបើនិយាយអំពីទិញសម្លៀកបំពាក់ឲ្យកូនស្រីពាក់តាំងពី1កំផ្លេរហូតដល់រាប់មិនអស់បាត់ថាទៅវត្តទៅបានទៅការទៅបន់បានហូបបានមហាលោកចំណែកត្រីសាច់ឆ្ងាញ់ពិសាពេលខ្លះមិនហ៊ានហូបខ្លួនឯងទេសុខចិត្តលៀបគេសុខចិត្តលៀបឯងលៀបតាមកជ័យកសែងលៀបតាមកជ័យកម៉ាដើម្បីបានប្រាក់ដើម្បីបានយកមកដល់ទៀតឲ្យកូនហូបឲ្យកូនពិសាសល់តិចតួចទៅគាត់ហូបតាមក្រោយកូនប្រុសស្រីក៏មានដែរចឹងហើយញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីពិចារណាមើលចុះថាតើយើងរកបុគ្គលណាម្នាក់ឲ្យល្អដូចម៉ែយើងបានទេតើយើងរកបុគ្គលណាម្នាក់ឲ្យល្អដូចលោកឪពុកយើងបានទេគឺមិនងាយមានទេម៉ែឪខឹងស្ដីជេរថាក៏ប៉ុន្តែនៅតែក្របាយទៅឲ្យកូនហូបម៉ែឪខឹងស្ដីជេរថាក៏ប៉ុន្តែនៅតែចង់ឲ្យកូនមានបានម៉ែឪខឹងស្ដីជេរថាក៏ប៉ុន្តែនៅតែចង់ឲ្យកូនល្អម៉ែឪខឹងស្ដីជេរថាក៏ប៉ុន្តែពេលខ្លះអន់ចិត្តលួចសម្រាប់ទឹកភ្នែកម្នាក់ឯងក៏មានដែរអញ្ចឹងហើយនៅក្នុងថ្ងៃនេះកូនប្រុសកូនស្រីបានបំពេញកាតព្វកិច្ចជាកូនល្អជាចៅល្អជាញាតិល្អបានធ្វើបុណ្យជាបណិកិច្ចជូនញោមស្រីឧបាសិកាព្រំនាងនេះលោកឲ្យឈ្មោះថាកូនល្អលោកឲ្យឈ្មោះថាកូនមិនប្រយុទ្ធដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាកតាំងឧបការៈជានាមតែកូនប្រុសស្រីញាតិប្រុសស្រីណាដឹងគុណលោកអ្នកដែលមានឧបការៈគុណមកលើខ្លួនកូនប្រុសស្រីញាតិប្រុសស្រីនោះរមែងបានលើសេចក្តីសុខសេចក្តីចម្រើនខ្លាយខ្លួនជាកូនល្អខ្លាយ
ខ្លួនជាកូនមិនប្រយុទ្ធពាក្យថាកូនមិនប្រយុទ្ធនៅក្នុងទីនេះមានធម៌6យ៉ាងទី1កូនប្រុសស្រីណែស្ដាប់ពាក្យព្រានប្រដៅម៉ែឪដោយគោរពកូនប្រុសស្រីនោះឈ្មោះថាកូនមិនប្រយុទ្ធទី2កូនប្រុសស្រីណែចិញ្ចឹមបីបាច់ថែរក្សាម៉ែឪដូចម៉ែឪចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសស្រីកាលនៅតូចកូនប្រុសស្រីនោះឈ្មោះថាកូនមិនប្រយុទ្ធឈ្មោះថាកូនល្អទី3កូនប្រុសស្រីណែព្យាបាលជំងឺរំខានម៉ែឪពេលគាត់ឈឺស្កាត់ដោយម៉ែឪព្យាបាលកូនប្រុសស្រីវិញនោះកូនប្រុសស្រីនោះឈ្មោះថាកូនមិនប្រយុទ្ធឈ្មោះថាកូនល្អទី4កូនប្រុសស្រីណែបានកសាងកន្លែងតម្កល់អតិថិអតិគុណជូនម៉ែជូនឪបើសិនជាគាត់នៅរស់ញាតិញោមជាពុទ្ធបរិស័ទប្រីប្រុសបានទិញក្រែទិញកន្ទេលទិញពូកទិញខ្នើយទិញមុងជូនគាត់សម្រាប់បានល្អកូនប្រុសស្រីនោះឈ្មោះថាកូនមិនប្រយុទ្ធឈ្មោះថាកូនល្អទី5កូនប្រុសស្រីណាបានធ្វើបុណ្យធ្វើទានជូនម្ដាយជូនឪពុកពេលដែលគាត់ស្លាប់ហើយបានធ្វើបុណ្យជាបណកិច្ចជូនគាត់ដោយញាតិញោមបានជួយធ្វើបុណ្យនៅក្នុងថ្ងៃនេះលោកឲ្យឈ្មោះថាកូនមិនប្រយុទ្ធលោកឲ្យឈ្មោះថាកូនល្អទី6កូនប្រុសស្រីណាចេះតែដឹងគុណម៉ែឪធ្វើបុណ្យជូនម៉ែឪមិនថាគាត់ស្លាប់មិនថាគាត់រស់ញាតិញោមជាពុទ្ធបរិស័ទប្រីប្រុសធ្វើបុណ្យធ្វើទានជូនគាត់ជាមួយគាត់ដោយសេចក្តីពេញចិត្តដោយសេចក្តីរីករាយលោកឲ្យឈ្មោះថាកូនមិនប្រយុទ្ធលោកឲ្យឈ្មោះថាកូនល្អពាក្យថាកូនមិនប្រយុទ្ធពាក្យថាកូនល្អនៅក្នុងទីនេះមានន័យថាបើសិនកាលណាញាតិញោមជាពុទ្ធបរិស័ទប្រីប្រុសជាអ្នកជ្រះថ្លាពេញចិត្តដឹងគុណម៉ែដឹងគុណឪធ្វើបុណ្យជាមួយម៉ែធ្វើបុណ្យជាមួយឪហើយនោះញាតិញោមក៏ទទួលបានឈ្មោះថាកូនមិនប្រយុទ្ធពាក្យថាមិនប្រយុទ្ធមានន័យថាបើសិនជាញាតិញោមអ្នកដាំដុះដាក់ចុះដុះឡើងបានផលច្រើនបើសិនជាញាតិញោមអ្នករកស៊ីទិញចូលលក់ចេញចំណេញច្រើនបើសិនជាញាតិញោមអ្នកជួយធ្វើការងារទីចិត្តទីឆ្ងាយតែតែមានគេអាណិតតែតែមានគេស្រឡាញ់តែតែមានគេយកអធិតែតែមានទេវតាតាមជួយបើកផ្លូវថែរក្សាញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសជានិច្ចដោយញាតិញោមបានជួយធ្វើបុណ្យធ្វើទានជូនលោកម្ដាយនៅក្នុងគណៈពេលនេះសូមអនុមោទនាអស់ពេលច្រើនខែម៉ែបតតី9ខែ10ថ្ងៃខ្លាញ់ដឹកទេម៉ែពិបាកណាស់ណាស់មេមេប្រឹងខ្នងប្រឹងខែបត់ចរណៃពោះកាន់តែធំរឹតតែធ្ងន់ឈឺស្បឹកស្រពួនអស់ជើងដៃវិលមុខចំអ៊ូតស្ទើររាល់ថ្ងៃចុកចាប់ពេលក្រៃមិនហ៊ានស្រែកហូបក៏មិនបានសម្រានមិនលក់ប្រាណម៉ែនឹងហក់ស្រក់ទឹកភ្នែកកូនធាក់ពោះម៉ែស្ទើរតែបែកម៉ែមិនបានដេកព្រោះតែកូនពុកជារស្មីនៃជីវិតកូនពុកតែងខែធូនបត់ឈ្មោះចរណៃពុកប្រឹងធ្វើការជារៀងរាល់ថ្ងៃពុកធ្វើដើម្បីបត់ថ្លៃគ្រប់គ្នាពុកបិទចិត្តស្មោះចំពោះកូនណាស់ពុកគឺជាព្រះតែងជួយការពារពុកខំក្រងកូនគ្រប់ពេលវេលាពុកទុកក្រំគ្រាកាយាអំពលពុកអើយឃើញពុកល្អនឹងកូនម្លេះពុកឈឺយ៉ាងនេះតែពុកមិនខ្វល់ពុកគិតតែកូនពុកស្ងួននិមលពុកតែងខ្វាយខ្វល់ដល់កូនគ្រប់គ្នាម៉ែគឺជាព្រះរបស់កូនម៉ែគឺជាក្បូននៃកូនប្រុសស្រីម៉ែគឺជាព្រះក្នុងលោកីម៉ែប្រុសប្រណីចិញ្ចឹមបុត្រម៉ែជាព្រះព្រំសែនកម្រម៉ែមានចិត្តល្អថ្លៃវិសុទ្ធម៉ែខ្នងរូបកូនលឹះម៉ែមកកត់ម៉ែស្មោះបំផុតមិនកិច្ចការម៉ែមិនឲ្យកូនធ្វើអាក្រក់ម៉ែជូនមរណករាល់ថ្ងៃខែម៉ែជាគ្រូពេទ្យនៅចាំខែម៉ែបើកប្រាក់ខែឲ្យកូនចាយពុកគឺជាព្រះរបស់កូនពុកគឺជាកូននៃកូនប្រុសស្រីពុកគឺជាព្រះក្នុងលោកីពុកប្រុសប្រណីចិញ្ចឹមបុត្រពុកជាព្រះព្រំសែនកម្រពុកមានចិត្តល្អថ្លៃវិសុទ្ធពុកខ្នងរូបកូនលឹះបានមកកពុកស្មោះបំផុតមិនកិច្ចការពុកមិនឲ្យកូនធ្វើអាក្រក់ពុកជូនមរណករាល់ថ្ងៃខែពុកជាគ្រូពេទ្យនៅចាំខែពុកបើកប្រាក់ខែឲ្យកូនចាយគួរអត់សូវចិត្តអាណិតម៉ែអស់5 4ខែម៉ែបបតីទូទ្រាំចាញ់គល់យល់ហិតហៃអាស្រ័យមុខងារផ្ញើជីវិតម្លឹងហើយម៉ែនៅនឹកស្រឡាញ់លោកបែបដេចមិនអត់បើកិនតឹងតឹងឲ្យតែខែមកចិត្តបិទចង់ឃើញមុតពិសីពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់ឧបម័យស្ទើរផុតជីវិតចាស់លោកីវិស័យមច្ចរាជមករងចាំបើម៉ែបានឆ្លងផុតវាលធំម៉ែស្ដាប់កូនយំម៉ែចំណាំសំលេងកូនតូចដូចបណ្ដាំសាក់តាំងទ្រូងម៉ែឲ្យលហាបិទម៉ែចិញ្ចឹមកូនម៉ែថ្នាក់ខ្នងបំពេបីបងលូនប្រណិតឆ្លង
នៃលោហិតផ្ដិតដោយអរ៉ែដល់ផ្លែខែតុងអនុមោទនីអញ្ចឹងពធទេសនាមិនបន្តទៀតទេញាតិញោមនោះសន្មតថាចប់ត្រឹមនេះទៅចុះឃើញថា20នាទីចូល30នាទីជាងហើយទម្លាប់របស់អង្គខ្ញុំកណ្ដាលបានភាពសម្ដែងពធទេសនានៅក្នុងការពុទ្ធរៀនរយៈពេល14-15ឆ្នាំនេះគឺអាត្មាភាពទេសនាត្រឹមតែ25នាទីឬមួយតែ30នាទីតែប៉ុណ្ណោះក៏ប៉ុន្តែថ្ងៃនេះលើសញាតិញោមណា30នាទីជាងអញ្ចឹងសង្ឃឹមថាញាតិញោមមិនប្រកែមិនប្រកាន់ទេញាតិញោមនោះហើយសរុបសេចក្តីមកពធទេសនានៅក្នុងទីនេះគឺអាត្មាភាពសម្ដែងមាន2ទី1គឺសម្រាប់អ្នកស្លាប់ទី2គឺសម្រាប់អ្នកនៅរស់បើសម្រាប់អ្នកស្លាប់ដូចញាតិញោមជាពុទ្ធបរិស័ទបញ្ចូលធ្វើនៅក្នុងពេលនេះអញ្ចឹងគឺធ្វើតាមរយៈព្រះសង្ឃនិងលោកគ្រូធម្មយាចាឧទាហរណ៍ថាអ្នកដែលមានសិលមានព្រះសង្ឃមានលោកគ្រូធម្មយាចានិយាយរំដោបានតបបានការអ្នកមានធម៌អានប្រាវិន័យសិលតាមដល់8ញាតិញោមលោកលេងធ្វើបន់លើទៀនទៅបានបន់បានកសលហើយឧទាហរណ៍លោកគ្រូធម្មយាចាគ្រប់ប្រែនលោកជួយដឹកនាំកម្មវិធីបន់របស់ញាតិញោមលោករៀបចំហត់លើយឲ្យបឲ្យជ័យស្អកខញាតិញោមជូនទឹកក្តៅទឹកត្រជាក់ជូនគាត់ហូបពិសាភេសជ្ជៈជូនគាត់ហូបពិសាបាយទឹកនំចំណីត្រីសាច់ជូនដល់គាត់ហូបពិសាស្ដាប់ដំបូងមានស្ដាប់កែទូមានស្ដាប់ការដឹកនាំផ្ដល់ស្នាមញញឹមផ្ដល់ភាពរាក់ទាក់ផ្ដល់ការគោរពចំពោះគាត់បានបនបានកសលដូចគ្នាដោយសារតែនៅក្នុងសម័យពុទ្ធកាលនាងវិមាននេះកម្រែងបានដំណើរកើតទៅលើកោះអត់មានសម្លៀកបំពាក់ស្រីពាក់អ្នកសំពៅបើកបឹងទៅដល់លើកោះនេះគឺនាងវិមាននេះកម្រែងអត់មានសម្លៀកបំពាក់គេក៏យកសម្លៀកបំពាក់នេះទៅជូននាងប្រាំថាទេអស់លោកបើសិនជាអស់លោកចង់ឲ្យខ្ញុំបានសម្លៀកបំពាក់ស្រីពាក់មែនចូលយកសម្លៀកបំពាក់នេះទៅធ្វើបុណ្យធ្វើទានជូនតាមរយៈអ្នកដែលមានសិលជាមួយតែប្រគេនតាមរយៈលោកអ្នកដែលមានសិលអ្នកសំពៅនេះគេគិតថានៅលើកោះអត់មានធម៌អត់មានប្រសងទេអញ្ចឹងមិនដឹងថាធ្វើបុណ្យតាមរបៀបណាទៅបានសម្រេចកុសលផលបុណ្យនឹងដល់នាងទេគេក៏នឹកឃើញថានៅលើសំពៅនេះមានលោកតាម្នាក់ជាអ្នកសមាធិទានសិលគេក៏យកសម្លៀកបំពាក់នេះទៅជូនលោកតាម្នាក់ហ្នឹងលោកតាម្នាក់ហ្នឹងក៏ទទួលដោយសេចក្តីពេញចិត្តហើយឧទ្ទិសសច្ចាប្រាថ្នាឲ្យនាងវិមាននេះកំប្រែហ្នឹងនាងវិមាននេះកំប្រែហ្នឹងក៏បានទទួលសម្លៀកបំពាក់ស្រីពាក់យ៉ាងស្រស់ស្អាតទៅយ៉ាងណាមិញរឿងនេះចង់សរបញ្ជាក់ជម្រាបជូនញាតិញោមថាការធ្វើបុណ្យធ្វើទានតាមរយៈលោកគ្រូធម្មយាចាគ្រប់ប្រែនបានបុណ្យបានកសលដល់អ្នកស្លាប់ដូចគ្នាហើយតែញាតិញោមជួយធ្វើដោយសេចក្តីពេញចិត្តដោយសេចក្តីរីករាយដោយការគោរពនឹងគឺការធ្វើបុណ្យចំពោះអ្នកស្លាប់គឺតាមព្រះសង្ឃលោកគ្រូធម្មយាចានិយាយលោកតាទី2គឺការធ្វើបុណ្យចំពោះអ្នកនៅរស់ការធ្វើបុណ្យចំពោះអ្នកនៅរស់ស្រួលទេណាញាតិញោមណាបើសិនជាយើងមានម៉ែមានឪនៅមានជីវិតស្រស់នោះនៅញាតិញោមជួយធ្វើបុណ្យចង់ឲ្យគាត់បានទទួលបុណ្យអំពីញាតិញោមគឺបានភ្លាមតែម្ដងលោកឲ្យឈ្មោះថាធ្វើបុណ្យនៅក្នុងខែភ្លឺឧទាហរណ៍ញាតិញោមជូនបាយទឹកនំចំណីត្រីសាច់ដល់គាត់ហូបពិសាឃើញគាត់ហូបឃើញគាត់ពិសាឆ្ងាញ់មិនឆ្ងាញ់ឆ្អែតមិនឆ្អែតញាតិញោមអាចថែមថយជូនគាត់បានញាតិញោមជូនសម្លៀកបំពាក់ដល់គាត់ស្រីពាក់ឃើញគាត់ស្រីពាក់ស្អាតមិនស្អាតសមមិនសមល្អមិនល្អញាតិញោមអាចថែមថយទិញថែមថយផ្លាស់ប្ដូរជូនគាត់បានញាតិញោមជូនបច្ច័យលុយកាក់គាត់ចាយវាយឃើញគាត់ទៅវត្តឃើញគាត់ទៅវាឃើញគាត់ទៅផ្សារទិញហូបទិញអាហារទិញនំចំណីត្រីសាច់ឆ្ងាញ់ហូបពិសាញាតិញោមជូនគាត់ទៅកន្លែងសប្បាយចិត្តរីករាយឃើញស្នាមញញឹមរបស់គាត់ភ្លាមត្រង់ចំណុចនេះលោកឲ្យឈ្មោះថាធ្វើបុណ្យជាមួយម៉ែឪនៅរស់ហៅថាធ្វើបុណ្យគាត់នៅខែភ្លឺចឹងទៅនោះមុននឹងបញ្ចប់ប្រព័ន្ធទេសនាអង្គខ្ញុំប្រកាសតាមความភាពក៏សូមប្រមូលកងការមហាជាកសលនៃការចេញអំពីសន្តានទឹកចិត្តរបស់លោកគ្រូធម្មយាចាគ្រប់ប្រានលោកយាយលោកតាអិសរាធិបតីសម័យដើមទៀនប្រធានតាមបុណ្យទាំងអស់ជាពិសេសកូនប្រុសកូនស្រីកូនប្រសាកូនបង្កើតចៅប្រុសចៅស្រីចៅប្រសាចៅបង្កើតញាតិមិត្តតែតែរហ័តទាំងអស់ដែលបានស្វែងកាយវិចារចិត្តផ្ដិតអារម្មណ៍លើកដៃសំភារក៏ដូចជាបូជាប្រព័ន្ធទេសនាមានបច្ច័យជាដើមនេះសូមបុណ្យកសលរបស់ញាតិញោមបានសម្រេចដល់ញោមស្រីឧបាសិកាគ្រូនាងព្រមទាំងបុព្វការីជួនទាំង7សន្តានរបស់ញាតិញោមសូមលោកទទួលអនុមោទនាបានទទួលហើយសូមលោកជួយកសោសុខនៅឋានបរមសុខសោយសុខនៅឋានបរមសុខហើយសូមលោកបានភ័ព្វរៀបក្រោយបន្តជូនពរជូនជ័យសិរីសួស្តីដល់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសទាំងអស់បានលើសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារហើយមួយចំណែកលើទៀតអង្គខ្ញុំប្រកាសអាត្មាភាពបតុមេត្តាខន្តីអភ័យអត់ទោសអំពីសំណាក់លោកគ្រូធម្មយាចាគ្រប់ប្រានផងលោកគ្រូដូចជាគ្រូរបស់អង្គខ្ញុំប្រកាសអាត្
បអញ្ចឹងមិនចាំបាច់ទេក៏លោកចេះដែរក៏ដូចជាសូមមេត្តាខន្តីអភ័យអត់ទោសអំពីសំណាក់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសទាំងអស់ដែលមានវត្តមាននៅក្នុងមហារោងបុណ្យក៏ដូចជាលើតាមសម្លេងឃោសនាផ្សាយហៅថាសម្លេងមីក្រូបើសិនជាអង្គខ្ញុំប្រកាសតាមអាភិបសម្ដែងពធទេសនាទៅហើយជ្រុលជ្រោះរូបពាក្យសម្ដីនិយាយស្ដីមិនសមរម្យមិនគប្បីខុសនៅភាសាបាលីជញ្ជនៈត្រង់កន្លែងណាមួយនោះទៅក៏សូមមេត្តាខន្តីអភ័យអត់ទោសផងញាតិញោមណញោមអើយញាតិញោមបើត្រូវយកចោលឲ្យមកខុសទម្លាក់ចោលតាមផ្លូវទាំងអស់ទៅញាតិញោមណមិនចាំបាច់យកទៅដល់ផ្ទះគិតនាំទៅវែងឆ្ងាយស្មុគស្មាញក្នុងអារម្មណ៍ទេហើយណាមួយលោកតារានឹងទេសនាស៊ីចូលទេណាញាតិញោមណាដោយលោកគ្រូខំមានចាស្លោកស្ដាប់លោកដឹងហើយអាត្មាភាពទេសនាបើសិនជាព្រោះមិនព្រោះឲ្យបានញាតិញោមបញ្ចូលថាព្រោះនឹងសប្បាយចិត្តណាស្ដាប់បានមិនបានទេបានញាតិញោមបញ្ចូលថាស្ដាប់បាននឹងកាន់តែសប្បាយចិត្តទៀតដល់វត្តវិញខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រែងលោតតបាន4-5 ឆ្នាំទៀតឲ្យបួសបាន20 ឆ្នាំតែមកណាញាតិញោមណាតែវិយត្តទេសនាចុះពីលើក្រែមិនទាន់ផុតចេញពីកន្លែងញាតិញោមមិនទាន់រួចញាតិញោមហើយមួនលោកនារាមកពីវត្តសូត្រទេមិនកើតស្ដាប់មិនបានហើយក្រោយស្បោះឡើងមួនលោកនឹងទេហើយដល់វត្តវិញអត់ចិត្តសូមម៉ែសឹកបានទៅតែញាតិញោមណាចឹងហើយចេះតែបញ្ចូលលោកទេព្រៃលោកថ្ងៃក្រោយមានឱកាសអីបានទេសនាជម្រាបជូនញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសទៀតហើយណាមួយអាត្មាភាពចាត់ទុកលោកគ្រូធម្មមានចាគ្រប់ប្រានិយាយលោកតាទាំងអស់ដូចជាម្ដាយឪពុកទី2របស់អង្គខ្ញុំកណ្ដាលអាត្មាភាពអញ្ចឹងណាញាតិញោមណាចឹងពាក្យថាម្ដាយឪពុកពិតណាស់បើសិនជាកូននិយាយទៅខុសត្រូវអីតិចតួចកាយកប់ត្រឡប់ជាន់ទាំងអស់ទៅមិនចាំបាច់ចាប់ទោសអស់ដំណើរអីទេហើយមួយចំណែកលើទៀតក៏សូមជូនពរជូនជ័យសិរីសួស្តីដល់លោកគ្រូធម្មមានចាគ្រប់ប្រានិយាយលោកតាឥសរាធិបតីសម័យដើមទៀនប្រធានដើមពុនអស់លោកជាសាធុសពរស់ស្រីប្រុសទាំងអស់នៅក្នុងថ្ងៃថ្មីនៅក្នុងខែថ្មីនៅក្នុងឆ្នាំថ្មីសំប្រកបជួបប្រទះនៅសិរី3ប្រការពុទ្ធពររបស់ព្រះសម្មាសម្ពុទ្ធ5ប្រការគឺអាយុវណ្ណៈសុភៈពលៈនិងបដិភិអ្នក8គ្លៀងគ្លៀងដោយសេចក្តីសុខសេចក្តីចម្រើនសុខទាំងកាយសប្បាយទាំងចិត្តដំណើរជីវិតបញ្ចូលទៅទីចិត្តទីឆ្ងាយសូមឲ្យមានគេអាណិតមានគេស្រឡាញ់មានគេអសូរមានគេរាប់អានមានលុយមានកេះមានមាសមានប្រាក់ឲ្យបាន10ខែ10លានសំប្រកបជួបប្រទះនៅសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យគឺសម្បត្តិព្រះនិព្វានប្រសិនបើញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសមានចិត្តចង់ជួយប្រាថ្នានៅសម្បត្តិណាមួយនោះសោក៏សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាកុំបីឃ្លៀងឃ្លាតដោយសូមអនុមោទនាខ្សោយលើតែគ្រូធម្មមានចាញាតិញោមណាញាតិញោមដូចខ្សោយបែរជាមិនទាន់ពិសាអីទេដឹងចាញាតិខ្មែរញោមញ៉ាអាត្មាអត់ល្ងាចផងក៏ប៉ុន្តែរៀងលឺជាងញាតិញោមអនុមោទនារៀងលឺជាងនឹងបន្តិចញាតិញោមណាបានបងបានកសលច្រើនសំឡេងបរោះមាត់អូននិយាយស្ដីទៅណាក៏គេចង់លឺក៏គេចង់ស្ដាប់ត្រង់ចំណុចនេះនៅក្នុងសម័យពុទ្ធកាលមានរឿងខោសកៈទេវបុត្រដែរញាតិញោមលោកធ្វើបុណ្យធ្វើទាននោះញាតិញោមជួយធ្វើបុណ្យនៅក្នុងគណៈពេលនឹងអញ្ចឹងក៏ប៉ុន្តែលោកអនុមោទនារៀងលឺនិយាយពីថាសំឡេងរបស់គាត់នឹងស្អាតសំឡេងរបស់គាត់នឹងបរោះនិយាយស្ដីទៅណាក៏គេចង់ស្ដាប់ក៏គេចង់លឺដែរអញ្ចឹងញាតិញោមអនុមោទនារៀងលឺដោយគាត់ទៅក្រែងលោកជាតិក្រោយឬមួយទៅជាតិហ្នឹងសំឡេងបរោះមាត់ស្អាតនិយាយស្ដីទៅណាគេចង់ស្ដាប់ទាំងអស់គ្នាញាតិញោមណាដោយពាក្យមួយគេថាអនុមោទនាតិចបានបុណ្យប៉ុនខ្មែរកសាំងអនុមោទនាខ្លាំងបានបុណ្យប៉ុនចង្អេបើសិនជាញាតិញោមណាអនុមោទនារៀងលឺជាងគេបានបុណ្យប៉ុនមាត់ទលេមុខវាំងសូមអនុមោទនានឹងតែប៉ុណ្្នឹងក៏បានបុណ្យបានកសលច្រើនណាស់ញាតិញោមណាហើយមុខរៀងរីកមុខរៀងញញឹមអញ្ចឹងកាន់តែបានបុណ្យបានកសលទៀតអាត្មាភាពនឹកឃើញពាក្យមួយដែរពាក្យនឹងពាក្យលេងសើចទេណាញាតិញោមណាគេថាស្ដាប់ធម៌មុខរីករស់ស៊ីធូស្ដាប់ធម៌មុខជូររស់ស៊ីដឹងហើយបើថាស្ដាប់ធម៌មុខខឹងរស់ស៊ីខានស្ដាប់ធម៌មុខស្អាតលុយចូលឆឹបសូមអនុមោទនាហើយបើថាស្ដាប់ធម៌ហើយចាំឲ្យលុយចូលឆឹបដូចលោកនារាថាមែនដល់ផ្ទះវិញលោកយាយលោកតានៅពីមុខដាក់ទៀតធ្វើការរោងចក្រទាំងអស់គ្នាតែញាតិញោមណាតែរោងចក្រនៅក្នុងទីនេះមិនមែននៅជាយនៅប្រវត្តិឬមួយតែនៅស្វាយរីកចេះបាត់ដំបងភ្នំពេញទេដល់ផ្ទះវិញញោមញាតចាស់ហើយមានតែដាក់ទៀតធ្វើការរោងចក្រមើលចៅនៅផ្ទះតែញាតិញោមណាកាលណាមើលចៅនៅផ្ទះកូនប្រុសស្រីជួយធ្វើការងារទីចិត្តទីឆ្ងាយដល់ខែដល់វេលាបានប្រាក់បានកម្រៃផ្ញើជូនញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសដោយលោកនារាថាមែនសូមអនុមោទនាបុណ្យសូមអនុមោទនាបុណ្យជាបណិកិច្ចរបស់ញោមស្រីវាសិកាព្រំនាងសូមអនុមោទនាអាយ៉ាងសង្ខេប
ទេសនាសម្ដែងដោយអង្គខ្ញុំព្រះកតនេអាត្មាភាពព្រះភិក្ខុរៀមនរាសន្និបាតកញ្ចក់